តោះយើងទៅបង្កើត poster អបអរសាទរឆ្នាំថ្មីទាំងអស់គ្នាដំបូងឡើងយើងចូលទៅក្នុង AI Gemini ហើយវាបញ្ចូល prompt ដែលយើងអាចយកនៅក្នុង comment ឬក៏សរសេរដូចខ្ញុំបែបនេះក៏បានដែរដោយដាក់ថាចូលបង្កើត poster សម្រាប់សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានខ្លឹមសារអបអរសាទរឆ្នាំថ្មីសិរីសួស្តីឆ្នាំថ្មីសង្ក្រាន្តសាលាហើយនឹងមាន effect ពណ៌អីយ៉ាងជាដើមហើយមួយទៀតយើងដាក់ background ហើយ background របស់យើងចង់បានបែបម៉េចហើយបន្ទាប់មកយើងចុចបញ្ជូនតែម្ដងយើងទទួលបានហើយក៏ប៉ុន្តែយើងត្រូវកែសម្រួលមួយចំនួនដូចជាឆ្នាំ2024អញ្ចឹងយើងត្រូវបដូរ2026ហើយយើងបន្ថែមជាពុទ្ធសករាជបន្ថែមផងដែរហើយមួយទៀតនេះឆ្នាំនេះគឺឆ្នាំអមីគឺសត្វសេះអញ្ចឹងយើងដាក់រូបទេវតាជិះសេះនៅលើនឹងបន្ថែមទៀតបន្ទាប់មកយើងចុចបញ្ជូននេះគឺជាលទ្ធផលបន្ទាប់ពីយើងបានកែសម្រួលមួយចំនួនដោយខាងឆ្វេងដៃយើងមានពុទ្ធសករាជ2570និងខាងស្ដាំដៃមានគ្រិស្តសករាជ2026ហើយមានរូបទេវតាកំពុងជិះសេះនេះគឺជាលទ្ធផលដែលយើងទទួលបានបន្ទាប់ពីឲ្យ AI បង្កើត poster ឲ្យយើងហើយយើងក៏អាច download ដោយចុចពាក្យថា save នៅត្រង់ចំណុចនេះអរគុណច្រើន